បាទសួស្តីពុកម៉ែបងប្អូនថ្ងៃមុនយើងនិយាយពីប្រេង Repsol ហើយឥឡូវយើងមកនិយាយពីប្រេង RS8 ម្ដងយ៉ាងសម្រាប់ប្រេង RS8 គឺជាប្រេងគុណភាពខ្ពស់មកពីប្រទេសហ្វីលីពីនប្រេងនេះលក់ដាច់ខ្លាំងអញ្ចឹងនៅកន្លែងខ្ញុំមានប្រេងលេខ10ខ្សែនេះខ្ញុំលក់ដាច់ខ្លាំងសម្រាប់អាសង់អាវេវអីហ្នឹងជាកលេខចំណុះ0.8ខ្ញុំមានសម្រាប់អូតូចំណុះ0.8ដូចគ្នាអំពិតខ្ញុំមានអាកំប៉ុងលឿងមួយទៀតអានឹង fully synthetic អានេះ semi synthetic ទេអានឹងចំណុះ0.8អានេះអត់ full ទេអា full នោះខ្ញុំដាច់ stop អានឹងកំប៉ុងពណ៌លឿងឬក៏ពណ៌មាសហើយមួយទៀតខ្ញុំមាន10W50 អានឹងប្រភេទប៉ុណ្ណាំងរបស់ RS8 អានឹងគុណភាពល្អខ្លាំងហើយនឹងមួយចុងក្រោយគឺខ្ញុំមានលេខ 20W50 អានឹងសម្រាប់ម៉ូតូចាស់ឆ្នាំម៉ូតូដឹកធ្ងន់អូសដងលមាក់កង់3 pass app ប្រើហ្គាសប្រអីហ្នឹងដាក់ហ្នឹងទៅអេមចឹងសម្រាប់នៅកន្លែងខ្ញុំគឺប្រេង R8 ខ្ញុំលក់ដាច់ខ្លាំងជាងគេហើយ R9 ខ្ញុំមានប្របែកលក់បងប្អូនចង់បាន1លីត្រ1លីត្រ2គឺអាចប្របែកជូនបានហើយការប្រើការអេមណាបងប្អូនអាចប្រើបានដល់3000គីឡូទៅ4000គីឡូហើយតម្លៃក៏សមរម្យទៀតតម្លៃអា R9 នេះតម្លៃតែ$8ទេហើយអា racing នេះបានទាំងម៉ូតូម៉ាស៊ីនធំម៉ូតូជួយចិត្តលបឿនពួកម៉ូតូម៉ាស៊ីន 200cc 300cc 400cc ហ្នឹងម៉ូតូស៊េរីមុនឬក៏ម៉ូតូថ្មីក៏ប្រើបានដែរតម្លៃវា$12ហើយអូតូនេះខ្លាំងប្រើបានដល់3000គីឡូមានបច្ចេកវិទ្យាអាល្លឺម៉ង់ទៀត Nano Moly Oil Performance Booster មកស្រាប់ចានេះតម្លៃសមរម្យប្រើបាន3-4000គីឡូតម្លៃ8រៀលដូចគ្នាហើយអា25ក៏តម្លៃ8រៀលដែរប្រើបាន3-4000គីឡូដូចគ្នានិយាយរួមប្រេង RS8 សិតតែប្រើបានច្រើនគីឡូហើយគុណភាពអេមនៅកន្លែងខ្ញុំគឺខ្ញុំលក់ដាច់អាប្រេង RS8 នឹងខ្លាំងអញ្ចឹងបងប្អូនដែលចង់បានប្រេងគុណភាពខ្ពស់តម្លៃសមរម្យអាចសារ RS8 បានណាធានាគុណភាពជូនអរគុណច្រើន